សួស្តីបងប្អូននិងមិត្តភ័ក្តិអ្នកស្ដាប់ podcast ព្រះបន្ទូលលើកទឹកចិត្តជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់ភាគថ្មីមួយទៀតនៃកម្មវិធីរបស់យើងដែលយើងនឹងបន្តស្វែងយល់ពីព្រះបន្ទូលដ៏មានអំណាចរបស់ព្រះជាម្ចាស់ដើម្បីជាការលើកទឹកចិត្តនិងបំផុសគំនិតដល់ជីវិតរបស់យើងរាល់គ្នាខ្ញុំពិតជារីករាយណាស់ដែលបានជួបបងប្អូនសាជាថ្មីនៅថ្ងៃនេះយើងនឹងមកពិចារណាជាមួយគ្នាអំពីប្រធានបទដ៏សំខាន់មួយដែលជាឆ្អឹងខ្នងនៃជីវិតគ្រីស្ទបរិស័ទនិងជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់ជីវិតមនុស្សគ្រប់រូបនោះគឺសេចក្តីសង្ឃឹមមុននឹងចូលទៅដល់ព្រះបន្ទូលយើងមកស្វែងយល់ជាមួយគ្នាថាតើសេចក្តីសង្ឃឹមពិតប្រាកដជាអ្វីជារឿយៗយើងតែងច្រឡំសេចក្តីសង្ឃឹមជាមួយនឹងការប្រាថ្នាឬបំណងការប្រាថ្នាគឺគ្រាន់តែជាការចង់ឲ្យអ្វីមួយកើតឡើងតែប៉ុណ្ណោះប៉ុន្តែសេចក្តីសង្ឃឹមមានលក្ខណៈជ្រៅជ្រះជាងនេះទៅទៀតនៅក្នុងបរិបទគ្រិស្តសាសនាសេចក្តីសង្ឃឹមមិនមែនជាអារម្មណ៍រាក់ៗឬជាការគិតវិជ្ជមានដែលគ្មានមូលដ្ឋាននោះទេផ្ទុយទៅវិញសេចក្តីសង្ឃឹមគឺជាការទុកចិត្តយ៉ាងមុតមាំនិងរឹងមាំទៅលើព្រះជាម្ចាស់និងព្រះបន្ទូលរបស់ទ្រង់វាគឺជាការរំពឹងទុកដោយជឿជាក់ថាទោះបីជាស្ថានភាពបច្ចុប្បន្នមើលទៅហាក់ដូចជាគ្មានផ្លូវចេញក៏ដោយក៏ព្រះជាម្ចាស់នៅតែមានផែនការមួយហើយទ្រង់នឹងធ្វើផែនការដើម្បីសេចក្តីល្អរបស់យើងជីវិតរបស់យើងរមែងតែងតែប្រឈមមុខនឹងបញ្ហាសម្ពាធជំងឺការខកចិត្តការបាត់បង់ឬស្ថានភាពដែលធ្វើឲ្យយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តនិងអស់កម្លាំងនៅក្នុងពេលនេះពិបាកនៅក្នុងការរក្សាសេចក្តីសង្ឃឹមដល់ខ្លួនឯងប៉ុន្តែនៅពេលដែលយើងមានសេចក្តីសង្ឃឹមនៅក្នុងព្រះវាប្រៀបដូចជាយើងមានយុទ្ធការមួយដែលទប់ទល់យើងមិនឲ្យរសាត់ទៅឆ្ងាយពេលមានព្យុះជីវិតបោកមកសេចក្តីសង្ឃឹមផ្ដល់ឲ្យយើងនៅពន្លឺមួយដែលចែងចាំងនៅក្នុងទីងងឹតបំផុតនៃជីវិតតើប្រភពនៃសេចក្តីសង្ឃឹមពិតប្រាកដរបស់យើងគឺមកពីណាវាមិនមែនមកពីលុយកាក់តំណែងឋានៈសុខភាពល្អឥតខ្ចោះឬមនុស្សនៅជុំវិញខ្លួនយើងទាំងស្រុងនោះទេរបស់ទាំងនេះនឹងអាចផ្លាស់ប្ដូរឬបាត់បង់គ្រប់ពេលវេលាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែងយ៉ាងច្បាស់ថាប្រភពនៃសេចក្តីសង្ឃឹមដ៏រឹងមាំរបស់យើងគឺមកពីព្រះជាម្ចាស់ផ្ទាល់សូមបងប្អូនរួមគ្នាអាននិងពិចារណានៅខគម្ពីរដ៏មានអត្ថន័យមួយនេះដែលមាននៅក្នុងព្រះគម្ពីររ៉ូមជំពូក15ខ13ព្រះមានបន្ទូលចែងមកថាសូមឲ្យព្រះនៃសេចក្តីសង្ឃឹមទ្រង់បំពេញចិត្តបងប្អូនដោយសេចក្តីអំណរនិងសេចក្តីសុខសាន្តគ្រប់បែបយ៉ាងដោយសារសេចក្តីជំនឿដើម្បីឲ្យសេចក្តីសង្ឃឹមរបស់បងប្អូនកើនឡើងលើសលប់ដោយព្រះជាស្ដេចនៃព្រះវិញ្ញាណបរិសុទ្ធចុះនេះជាខគម្ពីរដ៏មានឥទ្ធិពលដែលបង្ហាញយើងថាព្រះជាម្ចាស់ទ្រង់គឺជាព្រះនៃសេចក្តីសង្ឃឹមនេះមានន័យថាទ្រង់គឺជាអ្នកប្រទានសេចក្តីសង្ឃឹមទ្រង់ជាអ្នករក្សាសេចក្តីសង្ឃឹមហើយទ្រង់គឺជាគោលបំណងនៃសេចក្តីសង្ឃឹមរបស់យើងពេលយើងដាក់សេចក្តីសង្ឃឹមរបស់យើងទៅក្នុងទ្រង់ហើយនឹងត្រូវបានបំពេញដោយសេចក្តីអំណរនិងសេចក្តីសុខសាន្តពីព្រោះយើងដឹងថាទ្រង់នឹងមិនបោះបង់យើងចោលឡើយសូមនឹកចាំផងដែរនៅខគម្ពីរមួយទៀតអំពីព្រះគម្ពីរយេរេមៀជំពូក29ខ11ដែលបានចែងមកថាព្រះយេហូវ៉ាមានបន្ទូលថាបិទអញដឹងផែនការដែលអញមានសម្រាប់ឯងរាល់គ្នាជាផែនការដើម្បីប្រទានសេចក្តីសុខសាន្តមិនមែនជាសេចក្តីវេទនាទេដើម្បីប្រទានឲ្យឯងរាល់គ្នាមានអនាគតនិងសេចក្តីសង្ឃឹមនេះជាការសន្យារបស់ព្រះជាម្ចាស់សម្រាប់យើងម្នាក់ៗទ្រង់មានផែនការដ៏ល្អឥតខ្ចោះសម្រាប់ជីវិតយើងមានផែនការសម្រាប់អនាគតនិងសេចក្តីសង្ឃឹមរបស់យើងទោះបីពេលខ្លះយើងមើលមិនឃើញផ្លូវចេញក៏ព្រះទ្រង់នៅតែមើលឃើញហើយទ្រង់កំពុងតែធ្វើការដើម្បីសេចក្តីល្អរបស់យើងបន្ទាប់ពីបានយល់ពីអត្ថន័យនិងប្រភពនៃសេចក្តីសង្ឃឹមហើយតើយើងអាចអនុវត្តសេចក្តីសង្ឃឹមដ៏មហិមានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានដោយរបៀបណានៅពេលដែលបញ្ហាចូលមកទី1គឺទុកចិត្តលើព្រះដ៏ឥតងាករេនៅពេលដែលយើងប្រឈមមុខនឹងបញ្ហាសូមនឹកចាំថាព្រះជាម្ចាស់ទ្រង់គង់នៅជាមួយយើងជានិច្ចហើយទ្រង់មានផែនការដ៏ល្អសម្រាប់ជីវិតយើងការជឿទុកចិត្តលើទ្រង់ទោះបីជាយើងមើលមិនឃើញផ្លូវចេញឬមានអារម្មណ៍ភ័យខ្លាចក៏ដោយតែវាគឺជាជំហានដំបូងនៃសេចក្តីសង្ឃឹមសូមនឹកដល់រឿងរ៉ាវក្នុងព្រះគម្ពីរអំពីយូសែបដែលត្រូវបានបងប្អូនលក់ទៅធ្វើជាខ្ញុំកិច្ចជាជាប់គុកដោយគ្មានកំហុសប៉ុន្តែគាត់នៅតែរក្សាសេចក្តីសង្ឃឹមនៅក្នុងព្រះជាម្ចាស់ហើយទីបំផុតព្រះបានលើកគាត់ឲ្យធ្វើជាអ្នកគ្រប់គ្រងនៅក្នុងស្រុកអេស៊ីបទី2ស្វែងរកព្រះបន្ទូលព្រះគម្ពីរគឺជាប្រភពនៃការពិត
នៃប្រាជ្ញានិងការលើកទឹកចិត្តនៅពេលដែលអ្នកមានអារម្មណ៍អស់សង្ឃឹមភ័យខ្លាចឬបាក់ទឹកចិត្តសូមចំណាយពេលអានព្រះបន្ទូលរបស់ព្រះបន្ទូលអាចប្រទានកម្លាំងចិត្តនិងសេចក្តីសង្ឃឹមថ្មីដល់អ្នកវាដូចជាអាហារខាងវិញ្ញាណដែលចិញ្ចឹមព្រលឹងរបស់យើងកាលណាអ្នកអាននិងពិចារណាព្រះបន្ទូលកាន់តែច្រើនសេចក្តីសង្ឃឹមរបស់អ្នកនៅក្នុងព្រះនឹងកាន់តែរឹងមាំទី3អធិដ្ឋានដែលអត់ឈប់ឈរការអធិដ្ឋានគឺជាទំនាក់ទំនងជាមួយព្រះជាម្ចាស់ចូលនិយាយជាមួយព្រះអំពីអ្វីដែលអ្នកកំពុងជួបប្រទះអំពីការភ័យខ្លាចការព្រួយបារម្ភនិងទុក្ខលំបាករបស់អ្នកការអធិដ្ឋានមិនមែនត្រឹមតែជាការសុំអ្វីមួយពីព្រះប៉ុណ្ណោះទេតែជាការបោះបង់ការព្រួយបារម្ភរបស់យើងទៅលើទ្រង់ហើយទទួលយកសន្តិភាពនិងសេចក្តីសង្ឃឹមពីទ្រង់វិញព្រះជាម្ចាស់ទ្រង់យកព្រះハរតីទុកដាក់ចំពោះយើងម្នាក់ៗហើយទ្រង់ត្រៀមខ្លួនជាការស្រេចនិងស្ដាប់ពាក្យអធិដ្ឋានរបស់យើងទី4ផ្ដោតលើភាពវិជ្ជមាននិងការដឹងគុណទោះបីជារឿងអាក្រក់កំពុងកើតឡើងក៏ដោយសូមព្យាយាមរករឿងល្អៗតូចតាចដែលនៅជុំវិញអ្នកការដឹងគុណចំពោះអ្វីដែលយើងមានដូចជាសុខភាពដែលយើងមានមិត្តភ័ក្តិក្រុមគ្រួសារឬសូម្បីតែខ្យល់ដកដង្ហើមដែលយើងកំពុងតែដកក៏អាចជួយឲ្យសេចក្តីសង្ឃឹមរបស់យើងកើនឡើងផងដែរការដឹងគុណផ្លាស់ប្ដូរទស្សនៈរបស់យើងពីការខ្វះខាតទៅជាការពេញលេញទី5ការចងចាំសន្យារបស់ព្រះជាម្ចាស់បានប្រាប់យើងអំពីព្រះគម្ពីរដែលពោរពេញទៅដោយសេចក្តីសន្យារបស់ព្រះជាម្ចាស់នៅពេលដែលអ្នកមានអារម្មណ៍អស់សង្ឃឹមសូមរំលឹកខ្លួនឯងឡើងវិញនៅសេចក្តីសន្យាទាំងនោះឧទាហរណ៍ព្រះបន្ទូលនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ6ដល់ខ7ចែងថាកុំឲ្យព្រួយអ្វីឡើយប៉ុន្តែចូលឲ្យសេចក្តីត្រូវការរបស់បងប្អូនត្រូវបានទូលប្រាប់ព្រះជាម្ចាស់ដោយការអធិដ្ឋាននិងការអង្វរករព្រមទាំងការអបជគុណផងនោះសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការយល់ដឹងរបស់យើងទាំងអស់គ្នានិងការពីចិត្តនិងគំនិតរបស់បងប្អូននៅក្នុងព្រះគ្រីស្ទយេស៊ូវនេះជាសេចក្តីសន្យាដ៏អស្ចារ្យដែលយើងអាចកាន់ជាប់បានចូលនឹកចាំថាសេចក្តីសង្ឃឹមគ្រីស្ទានមិនមែនគ្រាន់តែជាការចងចាំតែអកម្មឬអង្គុយចាំអ្វីៗកើតឡើងនោះទេផ្ទុយទៅវិញវាគឺជាការរងចាំដោយសកម្មមានន័យថាយើងបន្តធ្វើអ្វីដែលត្រឹមត្រូវបន្តបម្រើព្រះបន្តស្រឡាញ់ចិត្តខាងនិងបន្តធ្វើការងាររបស់យើងឲ្យអស់ពីលទ្ធភាពខណៈពេលដែលយើងមានសេចក្តីជំនឿនិងសេចក្តីសង្ឃឹមថាព្រះនឹងធ្វើការតាមផែនការរបស់ទ្រង់ទោះបីជាយើងមិនទាន់ឃើញលទ្ធផលក៏ដោយសេចក្តីសង្ឃឹមផ្ដល់ឲ្យយើងនូវកម្លាំងដើម្បីតស៊ូកម្លាំងដើម្បីរងចាំដោយអត់ធ្មត់និងកម្លាំងដើម្បីបន្តដំណើរទៅមុខដោយមិនបោះបង់បងប្អូនជាទីស្រឡាញ់អើយទោះបីជាជីវិតយើងប្រឈមមុខនឹងបញ្ហាខ្លាំងក្លាយ៉ាងណាក៏ដោយក៏សេចក្តីសង្ឃឹមរបស់យើងនៅក្នុងព្រះជាម្ចាស់មិនចេះរីងស្ងួតឡើយព្រះទ្រង់ជាព្រះដ៏ស្មោះត្រង់ទ្រង់ជាព្រះដែលស្រឡាញ់យើងហើយទ្រង់មានផែនការល្អឥតខ្ចោះសម្រាប់យើងម្នាក់ៗសូមឲ្យខគម្ពីរនៅក្នុងព្រះគម្ពីររ៉ូមជំពូក15ខ13នេះនៅជាប់ក្នុងចិត្តបងប្អូនជានិច្ចហើយសូមឲ្យព្រះនៃសេចក្តីសង្ឃឹមទ្រង់បំពេញបងប្អូនដោយសេចក្តីអំណរសេចក្តីសុខសាន្តនិងសេចក្តីសង្ឃឹមដ៏លើសលប់ជានិច្ចដោយសារសេចក្តីជំនឿដល់ទ្រង់និងដោយព្រះជាស្ដេចនៃព្រះវិញ្ញាណបរិសុទ្ធខ្ញុំជឿថាព្រះបន្ទូលនេះបានផ្ដល់កម្លាំងចិត្តនិងសេចក្តីសង្ឃឹមដល់បងប្អូនគ្រប់គ្នាសូមបងប្អូនកុំបោះបង់ចោលសេចក្តីសង្ឃឹមទោះបីជាស្ថានភាពនៅជុំវិញខ្លួនលំបាកយ៉ាងណាក៏ដោយសម្រាប់ភាគក្រោយយើងនឹងពិចារណាអំពីប្រធានបទមួយទៀតដ៏មានអត្ថន័យសូមរងចាំតាមដានស្ដាប់ទាំងអស់គ្នាសូមអរគុណសម្រាប់ការស្ដាប់សូមព្រះប្រទានពរដល់បងប្អូននិងក្រុមគ្រួសារ